នេះបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទយើងនាំតាមដានមើលបាទខ្លាសនិងខ្លារខិនបាទភាគច្រើនខ្លាសបាទវាស្រដៀងនឹងខ្លារខិនវាមានកលាវាមានរូបរាងនិងប្រភេទដូចគ្នាប៉ុន្តែវាមិនមានពណ៌ដូចគ្នានោះទេបាទខ្លាសភាគច្រើនគឺមិនដែលឃើញយើងមិនដែលជួបប្រទះនៅក្នុងតាមដងព្រៃនោះទេប៉ុន្តែខ្លារខិនបាទជារឿយៗយើងបានជួបប្រទះនៅតាមដងព្រៃហើយក៏គេបានតាមដានក៏ថតឯកសារទុកជារឿយៗបាទចំពោះខ្លារខិនបាទការរស់នៅរបស់វាគឺវារស់នៅភាគច្រើនមិនមែនជាវងទេបាទមានភាគច្រើនមានញីមួយនិងឈ្មោលមួយតែប៉ុណ្ណោះហើយចំណែកខ្លាសវិញវាភាគច្រើនវារស់នៅដោយមានគេចិញ្ចឹមបាទមានមនុស្សចិញ្ចឹមបាទតាំងពីទូចឬក៏នៅក្នុងការគ្រប់គ្រងរបស់មនុស្សនិងកន្លែងទុកសត្វបាទភាគច្រើនខ្លាសគឺគេចិញ្ចឹមរស់នៅជាមួយនឹងផ្ទះរបស់គេបាទធ្វើដូចជាសត្វចិញ្ចឹមបាទហើយខ្លាសនេះយើងមិនដែលឃើញការប្រមាញ់របស់វានោះទេដោយសារវាមិនដែលឃើញថាវារស់នៅក្នុងព្រៃនោះទេពូជរបស់ខ្លាសភាគច្រើនគឺរស់នៅជាមួយមនុស្សបាទវីដេអូនេះផងដែរយើងមកមើលបាទខ្លាសនិងខ្លារខិនគេទុកនៅជាមួយគ្នាបាទពូជខ្លាសនិងខ្លារខិនស្រដៀងគ្នានឹងដូចគ្នាដងខ្លួនបាទប៉ុន្តែខុសតែពណ៌សម្បុរតែមួយនោះទេដែលវាកើតមកមានសម្បុរខុសពីគ្នាបាទហើយក៏មានតម្លៃនិងការស្រឡាញ់ខុសគ្នាខុសពីគ្នាផងដែរបាទខ្លារខិនភាគច្រើនគេមិនដែលបាទជារឿយពីចាប់តាំងពីកំណើតមកបើសិនជាមនុស្សចង់យកវាទៅចិញ្ចឹមបាទខ្លារខិនគឺមិនសូវមានភាគរយច្រើននោះទេដូចខ្លាសនោះទេហើយចំណែកខ្លាសនេះវិញបាទភាគច្រើនបាទគឺភាគរយច្រើនដែលគេចង់យកទៅចិញ្ចឹមបាទដោយសារពណ៌សម្បុររបស់វាគឺស្អាតនិងមើលទៅគឺឃើញទៅស្រស់ស្អាតមែនតែនបាទដោយសារវាមានរូបរាងពណ៌សបាទកលាហ្នឹងហើយទ្រង់ទ្រាយមុខឬក៏បាទឬក៏រូបរាងរបស់វាគឺស្អាតមែនតែនបាទអ្នកល្មមបាទយកទៅចិញ្ចឹមនឹងគឺអត់បានទេបាទពីព្រោះចំណាយច្រើនមែនតែនពីព្រោះខ្លាទាំងអស់នេះបាទស៊ីសាច់ជាអាហារបាទនេះកូនខ្លាសបាទស្អាតមែនតែនបាទស្អាតជាងកូនឆ្កែយើងទៅទៀតបាទអញ្ចឹងតែវាមានតម្លៃថ្លៃភាគច្រើនគឺជាអ្នកមានឬក៏មហាសេដ្ឋីបាទគេយកទៅចិញ្ចឹមនៅក្នុងផ្ទះរបស់គេអរគុណសម្រាប់ការទស្សនា